mình ai cho cha lần vinh rồi có anh vật bắt chụp bánh lần vinh thay nâng bẩm pin dương tam chất giải chất đời xa do hạt pol là khmai sông tô bàn tay bởi khmai sông tô cứ khmai đôi đòn đào từ thay đấy thà với đây thay cho bị môn mauประมาณ thử từng óc xã công on rạ chiết còn nơi sắp ngay được trong gì chăng lục Phil Robertson đã chia mình trai sinh mình on rạ chiếtហ្នឹងcứ chia mình trai cả đá mùi phong đại con trò chùm hoរបស់ថៃដែលថាការដាក់មីនហ្នឹងគឺខ្មែរជាអ្នកដាក់មីនថ្មីដោយស្អែកទៅលើផោះតាងដែលគេយកបានទូរស័ព្ទនៅភ្នំទ្របដែលទាហានខ្មែរបាត់ចោលអីនៅអញ្ចឹងដូច្នេះរឿងនេះគឺពិបាកណាស់បងប្អូនពិបាកមែនតើហើយនៅពេលដែលពិបាកបំផុតឃើញគេបំភ្លេចចោលខ្មែរយើងដែលស្លាប់នៅភូមិព្រៃច័ន្ទហើយនឹងអ្នករបួស3នាក់យើងកុំគិតថារឿងទាហានយើងម្នាក់ណែពលរដ្ឋយើងម្នាក់ដែលថៃបាញ់ស្លាប់នៅភូមិព្រៃច័ន្ទហើយរបួស3នាក់ហ្នឹងថាគេមិនបានយកចិត្តទុកដាក់សូម្បីតែអារឿងមុនហ្នឹងបាត់អស់ទៀតហើយឃើញទេអ្នកដែលស្លាប់ពីការពលីនៅក្នុងសមរភូមិ30 40នាក់ប្រជាពលរដ្ឋស៊ីវិលផងលោកសួនរោហ្នឹងកាន់តែឆ្ងាយទៅអាហ្នឹងដូចគេកាន់តែក្របលើទៅយូរទៅជាការបំភ្លេចវិញ្ញាណក្ខន្ធពួកគាត់អស់ហើយគឺជារឿងគួរឲ្យសោកសៅមែនតើហើយចុងក្រោយទាហានខ្មែរទាំង18នាក់ហ្នឹងមិនដឹងនៅរស័តអណ្ដែតនៅឯណាទេនៅក្នុងស្រុកថៃនៅកំព្រាល្ងាគ្មានថ្ងៃបញ្ចប់ទេប៉ុន្តែឥឡូវនេះខ្ញុំនិយាយពីរឿងទឹកមាត់ប្រៃរបស់អាមេរិកបងប្អូនម្ដងទៀតសួរថាតើពេលដែលអាមេរិកឈប់ចរចាឬក៏ផ្អាកចរចាបន្ធូរបន្ថយពន្ធនេះធ្វើឲ្យថៃរៀងចាលដែរទេនាយករដ្ឋមន្ត្រីថៃច័ន្ទវីរៈកុលបានផ្លួយមាត់ឬក៏ជ្រុលនិយាយឲ្យអត់មានសុំទោសសុំអីទេពីរឿងថាបើអាមេរិកដាក់ពន្ធអីក៏ដាក់ទៅឥឡូវគាត់ថាគេការសម្ដែងការខកចិត្តហ្នឹងគឺបានន័យថាថៃនៅអត់ទាន់មានប្រាប់ថានឹងវិលមករកតុចរចាវិញនៅឡើយទេអត់មានប្រាប់ថានឹងស្ដារស្ថានភាពមកឲ្យវិលត្រឡប់នៅរកភាពដើមទេព្រោះនៅតែតាំងចិត្តថាត្រូវតែធ្វើឲ្យខ្មែរទទួលខុសត្រូវចំពោះកំហុសឆ្គងរបស់ខ្មែរឲ្យខាងតែបានតាក់ទងរឿងមីនហ្នឹងហើយនឹងកាច់ខ្មែរឲ្យបានតាក់ទងនឹងការតែត្រូវព្រមសហការដោះមីនជុំគ្នានៅតំបន់ទាំង13កន្លែងដែលថៃទាតាំងពីដើមទីមកឥឡូវថៃចិត្តបានសម្រេចហើយព្រោះហេតុអីបានថៃចិត្តបានសម្រេចនៅក្នុងការដោះមីនទាំង13កន្លែងហ្នឹងថ្ងៃនេះមានសេចក្តីថ្លែងការណ៍របស់លោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលជាប្រធានអាស៊ានក្រោយជួបជាមួយថៃជួបជាមួយកម្ពុជាតាមរយៈទូរស័ព្ទដូចជួបជាមួយត្រាំដែរមុនជួបជាមួយលោកត្រាំហ្នឹងថ្ងៃនេះលោកអាន់វ៉ាអ៊ីប្រាហ៊ីមថ្លែងសារនៅក្នុងបណ្ដាញសង្គម Facebook របស់គាត់ដាក់ថាប្រធានអាស៊ានសូមស្វាគមន៍កម្ពុជាក្នុងការព្រមសហការគ្នាជាមួយថៃដោះមីនតាមព្រំដែនកម្ពុជាថៃតើកម្ពុជាព្រមដោះមីនជាមួយថៃនឹងតាក់ទងនឹង13ចំណុចហើយឬបានជាប្រធានអាស៊ានលើកឡើងដូចនេះតែកម្ពុជាអត់មានសេចក្តីថ្លែងការណ៍អីមួយសោះតាក់ទងនឹងការព្រមដោះមីន13កន្លែងទៅតាមការស្នើសុំរបស់ថៃក៏ប៉ុន្តែថៃបានយករឿងនេះទៅនិយាយជាមួយលោកដូណាល់ត្រាំដែរពេលដែលនិយាយក្នុងទូរស័ព្ទហ្នឹងដោយលោកអនុទិនច័ន្ទវរៈគុលបាននិយាយថាទាមទារឲ្យកម្ពុជាសុំទោសរឿងមីនហើយលោកអនុទិនច័ន្ទវរៈគុលបានដកស្រង់ប្រសាសន៍របស់លោកដូណាល់ត្រាំថាលោកដូណាល់ត្រាំនឹងនិយាយទៅបង្គាប់ឬក៏ស្នើឲ្យភាគីកម្ពុជាធ្វើតាមសំណើថៃដោះមីននេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីជាធ្នូនឹងការបន្ធូរបន្ថយពន្ធគយតទៅទៀតណាភាសានេះគឺជាភាសាដកស្រង់របស់លោកអនុទិនច័ន្ទវរៈគុលនិងលោកដែលជាអ្នកនាំពាក្យរបស់ក្រសួងការបរទេសថៃដែលដកស្រង់នៅក្នុងសារព័ត៌មានថៃទាំងអស់ PBS World តាក់ទងនឹង The Nation Thailand តាក់ទងនឹងបាងកកប៉ុស្តិ៍អីហ្នឹងគេផ្សាយយ៉ាងកក្រើកថាអនុទិនច័ន្ទវរៈគុលនិយាយជាមួយលោកត្រាំបង្គាប់ឲ្យលោកត្រាំដាក់សម្ពាធឲ្យកម្ពុជាជួយនិយាយរឿងគ្នាថាព្រមដោះមីននឹងឲ្យអស់ផងហើយនឹងផ្ញើសារតាមលោកត្រាំថាបើអត់កម្ពុជាអត់សុំទោសរឿងដែលដាក់មីនថ្មីដែលធ្វើឲ្យទាហានថៃដាច់ជើងនឹងទេគឺគ្មានការចរចាឬក៏គ្មានការផ្សារភ្ជាប់ទំនាក់ទំនងឬអនុវត្តកិច្ចព្រមព្រៀងឬសេចក្តីថ្លែងការណ៍រួមនឹងឡើងវិញនោះអីទេប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់លោកអនុទិនច័ន្ទវរៈគុលថាលោកត្រាំនិយាយភាសាអង់គ្លេសនៅក្នុងន័យថាគាត់នឹងតាក់ទងទៅខាងកម្ពុជាឲ្យព្រមដោះមីននេះឲ្យបានឆាប់បើដោះបានឆាប់គឺគាត់នឹងជួយបន្ធូរបន្ថយពន្ធគយនឹងទៀតបងប្អូនយើងឃើញថាបញ្ហាសន្តិភាពបញ្ហាយុត្តិធម៌បញ្ហាអីយូរតាក់ទងនឹងរឿងរ៉ស៊ីសុទ្ធរឿងពាណិជ្ជកម្មសុទ្ធអាមេរិកយកអាពន្ធគយនឹងមកហើយបើសិនជាកម្ពុជាព្រមតាមថៃឥឡូវថាមិនសុំទោសក៏ហីចោះតែព្រមដោះមីននៅក្នុងតំបន់ទាំង13ដែលជាចំការមីនជាប់ព្រំដែនដែលថៃសម្ោចក្នុងខោហើយចូលមកបើកុំតែបានមីនហ្នឹងគឺថៃចូលមកអត់បានវែងទៀតទេបើសិនជាចង់និយាយថាបើកុំតែបានមីនហ្នឹងកុំអីថៃចូលមិនដឹងដល់ណាទេប៉ុន្តែឥឡូវបើយើងដោះមីនអស់នៅតំបន់ទាំងអស់នេះ
តើកម្ពុជានឹងបើករបងឃ្វាំងប៉ុណ្ណាទៅសម្រាមចូលមកប៉ុណ្ណាថៃនឹងវាយលុកចូលមកប៉ុណ្ណាតើអាចស្អីគេប្រវត្តិសាស្ត្រនៃប្រាក់ដួងដែលព្រៃរិស័យឆ្កាអស់ហ្នឹងតើវានឹងលងបន្លាចផ្នត់គំនិតប្រជាពលរដ្ឋខ្មែរប៉ុណ្ណាហើយបើកម្ពុជាមិនធ្វើតាមគេវិញតើកម្ពុជារងសម្ពាធអីសប្តាហ៍ថ្ងៃនេះព្រោះលោកត្រាំក៏អត់មានខ្វល់រឿងយើងបានសុកមិនបានសុកអីជាមួយគ្នាប្រហែលទេបើតាមមើលគឺរឿងដាក់យកអាពុនហ្នឹងដាក់ហើយសំខាន់គឺចង់ឲ្យកម្ពុជាព្រមដោះមីនតែអត់បាននិយាយថាឲ្យកម្ពុជាឲ្យថៃបកគលដីដែលថៃឈ្លានពានយកបានពីខ្មែរហ្នឹងអត់និយាយអីសោះគឺនិយាយតែបើកចំការមីនហ្នឹងទៀតដូចបើកឲ្យថៃចូលមកទន្ទ្រានដីខ្មែរឲ្យកាន់តែជ្រៅបើមានយើងទៅទុកចិត្តថៃមិនបានឥឡូវយើងគិតថាអូដើម្បីឲ្យយើងបានសុខនឹងគ្នាដោះស្រាយបញ្ហាកុំឲ្យថៃសម្អុយក្នុងខោធ្វើតាមថៃទៅព្រោះអីមិនអាចសុំទោសថៃបានទេពីរឿងណែដាក់មីនហ្នឹងព្រោះអាចជាកំហុសឆ្គងយើងទទួលស្គាល់អីចឹងវាអាម៉ាស់មកកម្ពុជាអញ្ចឹងនៅសុំកលុំគ្នាព្រមដោះមីនទាំង13កន្លែងអាហ្នឹងបានន័យថាដូចយើងឆ្ការព្រៃរស័យឲ្យថៃបាច់ប្រាក់ដួងមកហ្នឹងហើយយើងទៅទុកចិត្តថៃអាម៉េចបើថៃយកយោធាយកកំភ្លើងយន្តយកអីយកមកដាក់ព្រំដែនវិញពេញអស់ហើយកម្ពុជាបញ្ជូនយកមកដល់ផ្ទះដល់ប្រទេសអស់ហើយហ្នឹងរួចចុះឥឡូវបើយើងដោះមីនលឿនហ្នឹងដើម្បីស្អីដើម្បីជាធ្នូនឹងការដែលអាមេរិកកុំដាក់ពន្ធគយឬក៏អីតើយើងទៅយកដែនអធិបតេយ្យយើងដូរជាមួយនឹងពន្ធនឹងយ៉ាងម៉េចទៅបងប្អូនខ្ញុំថានេះគឺជាការធ្វើឲ្យរកម្មចិត្តទាំងថៃទាំងកម្ពុជាទៀតហើយស្ទីលរបស់អាមេរិកនេះគឺដូចស្ទីលនៅប្រទេសអ៊ុយក្រែននិងរុស្ស៊ីទៀតហើយទៅបខំរុស្ស៊ីឲ្យដីទៅបខំអ៊ុយក្រែនឲ្យកាត់ដីទៅឲ្យរុស្ស៊ីទៅដើម្បីបញ្ចប់ចំនួនរហូតមកដល់ហ្នឹងអ៊ុយក្រែននិងរុស្ស៊ីមានត្រូវគ្នាណាដោយសារអីដោយសារអ៊ុយក្រែនគ្នាធ្វើវាមិនកើតទៅកាត់ដីឲ្យគេរួចទៅតវ៉ាប្រយុទ្ធប្រឆាំងស្លាប់មនុស្សអស់រាប់សែននាក់ប្រទេសខ្ទីអស់ហលីងដោយសារការបំពេញឈ្លានពានរុស្ស៊ីជំនួសឲ្យការដែលផ្ដន់ទាទោសរុស្ស៊ីដើម្បីឲ្យសងសំណងខូចខាតដល់អ៊ុយក្រែនហើយនឹងឲ្យប្រគល់ផ្ទៃដីទាំងអស់ដែលរុស្ស៊ីទន្ទ្រានឈ្លានពានបានដើម្បីផ្សំចិត្តអ៊ុយក្រែនវាគួរតែធ្វើអញ្ចឹងផ្ទុយទៅវិញទៅជាបង្ខំឲ្យអ៊ុយក្រែនហ្នឹងថាកុំតាមទៀមទាដីអីដែលបាត់ហ្នឹងបើអាចនឹងបាត់អស់អ៊ុយក្រែនទាំងមូលទៀតលោកត្រាំធ្លាប់និយាយអញ្ចឹងណាបងប្អូនហើយដល់អញ្ចឹងទៅវាចុកចាប់សម្រាប់ប្រទេសអ៊ុយក្រែនមែនតើឥឡូវនេះរឿងនេះធ្លាក់មកកម្ពុជាវិញហ្នឹងបងប្អូនយើងនាំគ្នាសាទរទៅខ្ញុំមិនទោសមនិញបងប្អូនអំពីជំហរគាត់ចង់ផ្សះផ្សាយើងអរគុណគាត់ទៅអរគុណលោកត្រាំដែលបេះដូងគាត់ចង់ជួយខ្មែរដើម្បីបើអត់មានគាត់ក៏អត់មានបាត់ឈប់បាញ់ពីរបីដងដែរបងប្អូនអានេះយើងចង់និយាយថាគាត់មិនមែនអត់មានគុណស្រ័យអីសោះទេតាក់ទងនឹងការជួយយើងប៉ុន្តែគាត់ជាអ្នកនយោបាយគិតតែពីរឿងរបររស៊ីទេបងប្អូនអញ្ចឹងបានថាខ្ញុំម្ដងទៀតខ្ញុំនិយាយនេះបងប្អូនដែលគាំទ្រលោកត្រាំអាចជេរប្រទេសខ្ញុំទៀតហើយថាខ្ញុំអត់ចូលចិត្តលោកត្រាំខ្ញុំស្រឡាញ់ខ្មែរបងប្អូនខ្ញុំជាខ្មែរអាមេរិកប៉ុន្តែឈាមជ័រខ្ញុំក៏ជាខ្មែរដែរហើយខ្ញុំអត់ចង់ឲ្យបងប្អូនមកកាប់មុខអីដូចថាម៉ូបាំងណាយើងឃើញទង្វើល្អរបស់លោកត្រាំសរសើរចោះអត់អីទេខ្ញុំមិនទៅទូម្នេញទេខ្ញុំអរគុណគាត់ដែលខំប្រឹងទប់ទៅកុំឲ្យវាមានបញ្ហាប៉ុន្តែសន្តិភាពរវាងថៃនិងខ្មែរមិនមែនជាសន្តិភាពរបៀបជានិមិត្តរូបទេសន្តិភាពតាមការបង្ខំឲ្យធ្វើនេះបាត់ដែនអធិបតេយ្យនោះក៏អត់បានផលអីដែរម៉ោងនេះអត់មែនម៉ោងបង្ខំឲ្យខ្មែរដោះមីនតាមព្រំដែនកាទេព្រោះតំបន់ចំការមីននឹងគឺជារបងរនាំងការពារចុងក្រោយរបស់កម្ពុជាទប់កុំឲ្យថៃឈ្លានពានដីយើងព្រោះយើងមិនតឹងទៅទាអ្វីដែលថៃឈ្លានពានយើងយកប្រាសាទតាមាន់ធំយើងយកតំបន់ភ្នំទ្រាបយើងយកប្រាសាទតាមាន់តូចយើងតំបន់10កន្លែងទៀតដោយទាំងព្រៃច័ន្ទភូមិជោគជ័យអត់ដែលទៀនទាបានអីទាំងប្តឹងទៅ ICJ តើយើងមានសង្ឃឹមអីទៀតនៅសល់ចំការមីនប្រមាណហ្នឹងដើម្បីគ្រាន់ទប់តែចូលមកដោយសារតែផ្ទុះមីនហ្នឹងបានថៃចូលមកអត់បានចោះបើយើងដោះអស់ឧទាហរណ៍តើយើងនឹងបាត់បង់អធិបតេយ្យយើងទៅទុកចិត្តថៃយ៉ាងម៉េចលោកអើយទៅយកពងមាន់ទៅផ្ញើជាមួយក្អែកទៅផ្ញើជាមួយចចកទៅផ្ញើជាមួយអីហ្នឹងយ៉ាងម៉េចចឹងបានថានេះគឺជារកម្មចិត្តសម្រាប់ប្រជាពលរដ្ឋច្រើនទៀតណាស់យើងអរគុណប្រធានាធិបតីសហរដ្ឋអាមេរិកក៏ពិតមែនហើយប៉ុន្តែបើសិនជាយើងនាំគ្នាព្រមដោះមីននៅចំការទាំង13ដែលថៃទាមទារកម្ពុជាកាលពីមុនព្រមតែ5ទេបងប្អូនអល់ឯកណាស់ខ្ញុំក៏សរសើរកម្ពុជាដែរកម្ពុជាអល់ឯកមែនតែនហើយប្រកែកដាច់អហង្ការរឿងដោះមីននៅប្រាសាទតាក្របីរឿងនេះហើយដែលខ្ញុំផ្សាយថារឿងថៃគេផ្សាយមកថាខ្មែរជំទាស់រឿងដោះមីននៅប្រាសាទតាក្របីហើយខ្ញុំក៏សូមកោតសរសើររដ្ឋាភិបាលកម្ពុជាថ្នាក់ដឹកនាំកម្ពុជាថាមានភាពក្លាហានតតាំងថៃរឿងមិនព្រមដោះមីននៅតំបន់ប្រាសាទតាក្របីទេព្រោះតំបន់ដែលថៃដាក់មក13កន្លែងដោយទាំងប្រាសាទតាក្របីដែរកម្ពុជាអត់ព្រមទេសុកចិត្តដោះជាគម្រោងសាកល្បងនៅព្រៃច័ន្ទនិងភូមិជោគជ័យអីសិនចោះព្រោះអីតាមពិតភូមិជោគជ័យព្រៃច័ន្ទដោះមិនដោះក៏មិនខ្វល់ដែរព្រោះថៃដោះរាល់ថ្ងៃដែរទេមើលទៅរៀងធូរប៉ុន្តែព្រៃច័ន្ទនិងភូមិជោគជ័យហ្នឹងបើដោះក៏គ្រោះថ្នាក់ដែរដោយសារអីថៃនៅតែសម្អល់ក្នុងខោចង់ឈ្លានពានដីខ្មែរមកទៀតចុះបងប្អូនសាកគិតមើលតើ12កន្លែងទៀតកន្លែងណាឥឡូវដឹងតែមួយនៅប្រាសាទតាក្របីហើយ
ខ្មែរពីមុនច្បាស់ណាស់ថាគឺជំទាស់ដាច់ខាតមិនដោះមានភាសាតាកបីទេតើការជំទាស់ដាច់អហង្ការរបស់កម្ពុជាបានយូរប៉ុណ្ណាព្រោះដំបូងព្រមតែមួយទេដោះនៅសាកលបងនៅប្រាសាទនៅព្រៃច័ន្ទនិងភូមិជោគជ័យសិនក្រោយមកស្រាប់តែព្រមគេ5ចំណុចតើ5កន្លែងណាខ្លះអត់មានប្រាប់អីទាំងអស់កម្ពុជានេះគឺលាក់គ្រប់រឿងចឹងបានថាអានេះដូចពាក្យខ្មែរយើងថាប្តីជួនកាលចង់បានស្រីគ្រប់លក្ខប៉ុន្តែយើងវិញលាក់គ្រប់ស្រីអាហ្នឹងដែលធ្វើឲ្យយើងពិបាកមែនតើគឺចង់បានឲ្យប្រជាពលរដ្ឋនឹងតាមដូចថាព័ត៌មានដែលខ្លួនចង់បានយូរទៅលឺពីថៃឯនោះវិញខាងកម្ពុជាអត់មាននិយាយទេអារឿងព្រម5ចំណុចមិន5ចំណុចហ្នឹងតែថៃគេនិយាយថា13ឥឡូវធ្លាក់មក5ដំបូងថាព្រមតែមួយតែថៃគេថាឥឡូវកម្ពុជាព្រម5យើងអត់និយាយអីទាំងអស់ប្រជាពលរដ្ឋអត់បានព័ត៌មានអីទាំងអស់ហើយដល់ពេលយើងអត់ស្រង់ព័ត៌មានពីថៃតែយើងទៅស្រង់ព័ត៌មានពីណាហើយទៅយកព័ត៌មានពីថៃថាយើងនឹងផ្សាយព័ត៌មានដើម្បីតែថៃទេថៃគេផ្សាយអីយើងផ្សាយនឹងអញ្ចឹងទៅយកព័ត៌មានពីខ្មែរយកពីប្រភពណា100,000 លានដុល្លារសម្រាប់ចែកជាសែកហ្នឹងបងប្អូនសាកគិតមើលគាត់ខំប្រឹងតស៊ូមកចំណេញបាន300,000 លាននៅក្នុងមួយឆ្នាំឲ្យជាសែកហ្នឹងទៅគឺរដ្ឋត្រូវចំណាយ600,000 លានបានន័យថាម៉េចគុណនឹង2នៃអ្វីដែលគាត់ថាចំណេញអញ្ចឹងបានន័យថាម៉េចចូលលុយរដ្ឋដល់ទៅ300,000 លានដុល្លារ300,000 លានដុល្លារថែមទៀតដើម្បីបោះជាសែកទៅតើវាទៅរួចទេវាអត់អាចទៅរួចទេហើយបើទៅរួចក៏ចោះខំប្រឹងតម្លើងពន្ធនឹងទៅអីមកចែកប្រជាពលរដ្ឋអាមេរិកម្នាក់$2,000ហ្នឹងវាអត់មានជួយអីទេ$2,000ម្នាក់ហ្នឹងអត់មានទៅយកជួយស្អីទេព្រោះបើគិតពីប្រាក់ខែវាមិនបានកន្លះខែផងហើយបើប្រៀបធៀបទៅនឹងស្រុកខ្មែរវាដូចតែ$100 $105ហ្នឹងព្រោះប្រាក់ខែកម្មករ210អញ្ចឹងបើពាក់កណ្ដាលខែបានន័យថាដូចចែកគ្នាចាយម្នាក់$105ហ្នឹងហើយយើងគិតមើលតើវាច្រើនស្អីទៅលុយប៉ុណ្ណឹងហើយវាទៅធ្វើឲ្យបញ្ហាអារិភាពជាមួយប្រទេសនៅទូទាំងពិភពលោកដូច្នេះកន្លែងហ្នឹងរដ្ឋបាលលោកត្រាំក៏មានបញ្ហាដែរអញ្ចឹងហើយបានថ្ងៃនេះគាត់ចេញសេចក្តីប្រកាសព័ត៌មានមួយពីសេតវិមានខ្ញុំស្លេះអារឿងលុយ$2,000ហ្នឹងចឹងបាទបងប្អូនកុំតន់អាចចាយអាសែកហ្នឹងព្រោះអីសន្យាតាំងពីគាត់ឡើងកាន់អំណាចមកថា2,500អីណាប្រមូលពុនប្រមូលអីកាត់លុយកាត់អីមកនឹងដើម្បីយកមកចែកគ្នាអត់ចាំបាច់ចែកលុយប្រជាពលរដ្ឋអាមេរិកទេមិនដាច់ពោះស្លាប់ទេសំខាន់ធ្វើឲ្យតែសេដ្ឋកិច្ចយើងដើរទៅហើយកុំឲ្យមានការឆ្លោះគ្នាធ្វើខុសនីតិវិធីអីទៅឲ្យអាមេរិកនឹងមានភាពរឹងមាំគេគោរពជារដ្ឋអស្ចារ្យទៅខ្ញុំថាអាហ្នឹងប្រជាពលរដ្ឋអាមេរិកសប្បាយចិត្តហើយមិនបាច់ចាំប្រមូលលុយមកហើយខុសគ្រប់រឿងចឹងហើយយកមកចែកដើម្បីស្អំចិត្តខ្ញុំមិនជឿថាប្រជាពលរដ្ឋអាមេរិកត្រេកអរនឹងលុយចែកហ្នឹងទេបើបានមកក៏បានទៅប៉ុន្តែវាមិនមែនជួយអីបានណាប៉ុន្តែឥឡូវដល់ពេលគាត់តម្លើងពន្ធហ្នឹងអាផលិតផលដែលយកមកលក់នៅទីផ្សារអាមេរិកអត់ចុះសោះឡើងហែងដូចស្រើតដូចអាខែនទឹកចំនួនមកបាក់ទំនប់ចឹងណាហើយដល់ពេលឡើងស្រើតណារងផលប៉ះពាល់មិនមែនតែអ្នកបោះឆ្នោតគ្រប់គ្រងលោកត្រាំឯណាអ្នកបោះឆ្នោតគ្រប់គ្រងអ្នកបោះឆ្នោតប្រឆាំងអ្នកបោះឆ្នោតពីគ្រប់គណៈបកណាក៏ទៅតែប៉ះពាល់ទាំងអស់ឥឡូវប្រជាពលរដ្ឋររឿងអាគាត់សន្យាថាតែពេលគាត់ជាប់ឆ្នោតអាទំនិញសັບសារពើនឹងវាចុះតែវាដែលចុះអីនៅពេលដែលយើងតឡើងពន្ធនាំចូលមកឡើងរាប់សិបឬក៏អាចដល់100%ផងវាអត់ចុះដល់ពេលអត់ចុះបញ្ហាខ្លួនឯងប្រជាប្រិយក៏ធ្លាក់អីក៏ធ្លាក់ឥឡូវគាត់ធ្វើមិនគាត់បន្ថយវិញហើយគាត់បន្ថយហ្នឹងគឺអត់យកពន្ធតាក់ទងនឹងផលិតផលបន្លែបង្ការអីច្រើនមុខទៀតមានទាំងអាកាកាវមានទាំងកាហ្វេហើយសេចក្តីថ្លែងការណ៍របស់សេតវិមានទៅចេញមុននឹងប្រហែលម៉ោងឯដែលថាអាមេរិកគេឈប់យកពន្ធពីប្រទេសនៅអាមេរិកឡាទីនហើយម្ដងទៀតពន្ធដែលគេឈប់យកហ្នឹងគឺកាហ្វេចេកសាច់គោផ្លែអាវ៉ាកាដូផ្លែប៊ឺហ្នឹងពេញប៉ោះផ្លែដូងផ្លែចេកអីហ្នឹងហើយពីប្រទេសច្រើនគេអត់និយាយពីរឿងប្រទេសកម្ពុជារឿងអីទេគ្រាន់តែថាមុខទំនិញដែលខ្ញុំបានរៀបរាប់នេះគឺលែងជាប់ពន្ធទៀតហើយដោយសារអីគឺដោយសារតែអារឿងអត្រាពន្ធគយហួសហេតុរបស់គាត់ហ្នឹងហើយគាត់ថាចំណេញហ្នឹងមានចំណេញប្រជាពលរដ្ឋអាមេរិកឯណាធម្មតាតែយើងតម្លើងពន្ធខ្លាំងពេកទៅវាធ្វើឲ្យអាទីផ្សារដែលផលិតផលហ្នឹងហើយអ្នករ៉ូស៊ីគេដែលនៅក្រោមយើងឯណាតឡើងទៅលើកមុនផ្លែអាវ៉ាកាដូលក់$1ដល់ពេលតឡើងពន្ធ 25% គេលក់$1.25សេនគេនៅតែចំណេញដដែលហ្នឹងតែយើងឡើងពន្ធ$50គេលក់$1កន្លះអ្នកណាដែលរងផលប៉ះពាល់គឺប្រជាពលរដ្ឋអាមេរិកអ្នកទិញនឹងខ្លួនឯងឥឡូវគាត់ដឹងអញ្ចឹងទៅគាត់បន្ថយហើយអញ្ចឹងបានថាវិលមកថៃនឹងខ្មែរវិញទៅពេលដែលអាមេរិកថានឹងដាក់ពន្ធគយអីឡើងថែមអីទៀតនេះមិនដឹងจะឡើងដល់ណាទៀតទេបងប្អូនព្រោះលោកត្រាំកំពុងតែមានបញ្ហានៅក្នុងរឿងឡើងពន្ធនឹងខ្លាំងពេកដែលធ្វើឲ្យពិបាកខ្លួនឯងដូច្នេះរឿងឡើងពន្ធនេះប្រហែលជាអត់មានប្រសិទ្ធភាពជាមួយថៃប្រហែលទេទាល់តែរឿងដាក់សម្ពាធទណ្ឌកម្មផ្នែកការទូត
អាមេរិកត្រូវឲ្យថៃឯកោក្នុងរឿងអីមួយតាក់ទងនឹងសភាវុធអាមេរិកឈប់លក់ឲ្យថៃហើយទៅឈប់លក់ឲ្យថៃហ្នឹងវាបាត់បង់ចំណូលអាមេរិកទៀតអូយរឿង100កុកអានេះយើងស្ដាប់ទៅវាគ្រាន់តែល្អមើលទេបងប្អូនសំខាន់បំផុតគាត់ថាអាមេរិកបានធ្វើឲ្យបងប្អូនចាំណាលោកត្រាំធ្វើនេះណាគឺដើម្បីរក្សាមុខមាត់គាត់ទេពួកគាត់កំពុងបាក់មុខលើឆាកអន្តរជាតិតាក់ទងនឹងផ្សះផ្សាសន្តិភាពអត់បានសន្តិភាពសោះហើយចុងក្រោយគេនឹងថ្មីហ្នឹងរឿងថៃនិងកម្ពុជាបរាជ័យលោកត្រាំខ្លាំងមែនតើអញ្ចឹងគាត់អត់ចង់ឲ្យរឿងហ្នឹងលងបន្លាយគាត់ទេអញ្ចឹងត្រូវធ្វើអីមួយហើយធ្វើអីមួយគឺតាក់ទងចាប់ផ្ដើមដែលឃើញថៃមានបញ្ហាពងវល់អាមេរិកសុំបទូបថយពន្ធហ្នឹងក៏ដាក់រឿងពន្ធប៉ុន្តែអាមេរិកខ្លួនឯងហ្នឹងក៏ដឹងដែរនាយករដ្ឋមន្ត្រីថៃទៅតែនិយាយថាដាក់ពន្ធអីដាក់ទៅក៏អត់ឈឺក្បាលដល់ឥឡូវទៅយកពន្ធហ្នឹងទៅដាក់គេតើថៃឈឺក្បាលប៉ុណ្ណាណាវាពិបាកអញ្ចឹងណាបងប្អូនវាដូចថាយើងគិតទៅដូចសុបាយសង្ឃឹមអីដែរប៉ុន្តែក្នុងពេលជាមួយគ្នាទៅដាក់ពន្ធគេអមិនឥឡូវបើគេទៅប្រាប់ថាគេឈប់អង្វរអីទៀតហើយតាមដានតទៅទៀតបងប្អូននយោបាយនេះគឺថាវាមហាសានចាក់ស្រេះឥឡូវនយោបាយចុងក្រោយដែលបងប្អូនត្រូវតាមដានថាតើកម្ពុជាព្រមដោះមីនទាំង13តំបន់ហ្នឹងឬក៏យ៉ាងណាហើយបើកម្ពុជាដោះមីនហើយអត់ព្រមប្តឹងគេទៅ ICJ ទៀតខ្ញុំមិនដឹងត្រូវបកស្រាយយ៉ាងម៉េចទេយើងតាមដានតទៅទៀតទៅយើងបាច់យើងឆ្កាពេលរស័យហើយគេកំពុងចង់យកប្រាសាទតាកបីយើងទៀតឥឡូវប្រាសាទខ្នាហ្នឹងក៏សម្មោចក្នុងខោថៃសម្បើមណាស់កំពុងតែហៀបអែបមកហើយចង់បាយយកប្រាសាទខ្នាឯណាទៀតផងអញ្ចឹងបើសិនជាយើងកាយមានកាយអីនឹងទៀតខ្ញុំបារម្ភមែនតើហើយបើថាប្រាសាទតាកបីថៃហ៊ានតែសម្មោចក្នុងខោមកទៀតខ្មែរអស់អីនៅសល់តែប្រាសាទនឹងមួយចុងក្រោយគេផងចាប់ហើយសង្គ្រាមហ្នឹងគឺពេញផ្ទៃប្រទេសទៀតហើយមិនដឹងជាពធប្រធានយ៉ាងម៉េចទេហើយថៃអត់បាត់ការចិញ្ចឹមចិត្តទេទាល់តែខ្មែរយើងព្រមដោះមីនហើយបើខ្មែរដោះមីនដូចបើកឲ្យគេយកប្រាសាទតាកបីហ្នឹងថាកន្លែងណាក៏រងគ្រោះដែរអញ្ចឹងបានខ្ញុំចេះតែអង្វរថាចរចាទៅស្ងាត់ទៅអត់ធ្មត់ទៅដាក់ពាក្យប្តឹងទៅតុលាការយុតិធធអន្តរជាតិបដាហើយទៅអីកុំអីចាំអីព្រោះផោះតាំងមានអស់ហើយប៉ុន្តែខ្ញុំសរសើរក្រសួងមហាផ្ទៃដែរថ្ងៃនេះក្រសួងមហាផ្ទៃកម្ពុជាយើងគឺចាប់ផ្ដើមកសាងសំណុំរឿងដែលថៃបាញ់ពលរដ្ឋខ្មែរនៅឯភូមិព្រៃច័ន្ទដោយអះអាងថានឹងពិចារណាដាក់ប្តឹងអនិច្ចាគឺពិចារណាដាក់ប្តឹងបាត់ល្មើសគេសម្លាប់ខ្មែរគ្នាឯងនៅនឹងមុខលបួសខ្មែរគ្នាឯងហើយបើសិនជាក្រសួងមហាផ្ទៃចេះដាក់ប្តឹងមកមែនចុះអាកាលគេសម្លាប់ទាហានខ្មែរយើងនៅលើដីខ្មែរយើងចុះអាកាលគេបាញ់ប្រជាពលរដ្ឋយើងតាំងគ្រាប់លុញគ្រាប់ជួគ្រាប់អីក៏ដោយ30នាក់នៅជិត30នាក់នៅភូមិព្រៃច័ន្ទប្តឹងទៅដល់ណាហើយអញ្ចឹងរាប់ផោះតាងបានអីខ្លះហើយអញ្ចឹងខ្ញុំនិយាយទៅខ្ញុំនៅតែសរសើរថាក្រសួងមហាផ្ទៃចាត់វិធានការមួយជាការសមស្របនៅក្នុងពេលនេះដែរប៉ុន្តែបងប្អូនអានេះជាការស្អំចិត្តណាវាមិនមែនជាការស្មោះត្រង់ទេព្រោះអីគាត់និយាយចេះសេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យក្រសួងមហាផ្ទៃសូមជម្រាបជូនសាធារណជននិងអន្តរជាតិឲ្យបានជ្រាបថាសមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវស៊ើបអង្កេតនិងប្រមូលភស្តុតាងចំពោះករណីដែលភាគីថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃច័ន្ទកាលពីថ្ងៃទី12ខែវិច្ឆិកាដែលបណ្ដាលឲ្យស្លាប់ពលរដ្ឋខ្មែរសូលត្រង់ចំនួន1នាក់និងចំនួន3នាក់ទៀតរងរបួសដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT និងអ្នកជំនាញបរទេសអ្នកនាំពាក្យក្រសួងមហាផ្ទៃសូមបញ្ជាក់ជូនថាបន្ទាប់ពីបញ្ចប់ការស្រាវជ្រាវការស៊ើបអង្កេតការប្រមូលព័ត៌មាននិងការប្រមូលភស្តុតាងគ្រប់ជ្រុងជ្រោយជាស្ថាពរដើម្បីកសាងសំណុំរឿងដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិកម្ពុជានឹងពិចារណាប្តឹងទៅស្ថាប័នមានសមត្ថកិច្ចអន្តរជាតិដើម្បីទាមទារឲ្យមានការទទួលខុសត្រូវនិងការផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាដែលបានទទួលរងគ្រោះពីអក្រិតកម្មនេះចុះហេតុអីបានជានៅចាំពិចារណាអីទៀតលោកក្រសួងការមហាផ្ទៃគេបាញ់យើងស្លាប់យើងមានភ័ស្តុតាងគ្រប់គ្រាន់អស់ហើយកសលវិច័យអីមានឥឡូវសាកសពហ្នឹងយកទៅបូជាបាត់ហើយបើសិនជាលោកចង់ស្រាវជ្រាវឯកសារបញ្ញាប់បូជាសាកសពម៉េះចឹងបានថៃគេចោទយើងហ្នឹងក៏តែពិបាកដែរខ្ញុំមែនតើខ្ញុំអត់ជំទាស់រឿងសាកសពបូជាមិនបូជាទេព្រោះគ្រួសារក៏ចង់ឲ្យវិញ្ញាណក្ខន្ធគាត់ទៅសោយសុគតិភពឲ្យបានឆាប់តាមតែអាចធ្វើទៅបានហើយខែនេះខែក្តៅខែអីឬក៏យ៉ាងម៉េចប៉ុន្តែបងប្អូនសាកសពគេនៅតែអាចរក្សាបានរាប់ខែរាប់អាទិត្យបើសិនជាយើងចាក់អា Formos ចាក់អីដើម្បីឲ្យកូនចៅបានមើលមុខមើលអីឲ្យបានយូរអីឡាក់ណាប៉ុន្តែការដែលប្រញាប់ដុតសាកសពលឿនធ្វើឲ្យថៃនោះគេចោទយើងថាលុបបំបត្តិភ័ស្តុតាងអត់ធ្វើកសលវិច័យធ្វើអីឲ្យវែងប៉ុន្តែកម្ពុជាគេអះអាងថាបានធ្វើកសលវិច័យឲ្យក្រសួងមហាផ្ទៃខ្លួនឯងហ្នឹងគេរកឃើញប៉ុន្តែយើងប្រញាប់ដុតភ័ស្តុតាងពេកអាហ្នឹងវាអញ្ចឹងដែរណាវាពិបាកដែរតែយ៉ាងណាបងប្អូនសូមចូលរួមរំលែកទុកដល់ក្រុមគ្រួសារសពនៃយុវជនដែលត្រូវបានទាហានថៃបាញ់សម្លាប់នេះសូមឲ្យវិញ្ញាណក្ខន្ធរបស់
បងអូនបានសោយសុគតិភពកំបីឃ្លៀតហើយកុំភ្លេចងាកមកមើលការពារបងប្អូនយុទ្ធមិត្តយើងនិងប្រជាប្រដ្ឋយើងនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យផងព្រោះអីមិនជឿថាវិញ្ញាណក្ខន្ធរបស់បងអូនបានទៅសោយសុខទេព្រោះព្រៃច័ន្ទនិងភូមិជោគជ័យនេះគឺនៅរពើរពើខ្លាំងសម្បើមប៉ុន្តែសូមឲ្យវិញ្ញាណក្ខន្ធនឹងជួយតាមការពារថែរក្សាគាត់ផងតែឥឡូវនេះខាងក្រសួងមហាផ្ទៃគឺចាប់ផ្ដើមស៊ើបអង្កេតរឿងនេះហើយសូមឲ្យវិញ្ញាណក្ខន្ធរបស់បងអូននឹងទៅជួយអន្តងពលឹងឬក៏សតិអារម្មណ៍របស់មន្ត្រីក្រសួងយើងកុំពិចារណាអីទៀតដាក់ប្តឹងទៅបានហើយការជូនដំណឹងការពិចារណាការគ្រោងនឹងដាក់អីហ្នឹងកម្ពុជាឆ្អែតឆ្អន់ហើយវាទលាន់ហើយដូច្នេះដាក់ទៅហើយប្តឹងទៅប្រាប់ផងថាដាក់ទៅស្ថាប័នណាហើយវាជាសិទ្ធិស្របច្បាប់របស់ក្រសួងការពារជាតិយើងក្រសួងមហាផ្ទៃយើងហើយដែលអធិបតេយ្យគេមកបាញ់យើងស្លាប់នៅក្នុងដីយើងហើយអត់មានរឿងត្រូវពិចារណាអីទៀតទេដាក់ឲ្យឆាប់កាន់តែល្អខ្ញុំលើកទឹកចិត្តខ្ញុំគ្រាន់តែយ៉ាងណាបងប្អូនម្ដងទៀតខ្ញុំកោតសរសើរក្រសួងមហាផ្ទៃដែលចេញសេចក្តីថ្លែងការណ៍បង្ហាញថាចង់ពិចារណាប្រមូលភស្តុតាងដាក់ប្តឹងគេដែរខ្ញុំថាដាក់ទៅចុងក្រោយបងប្អូនព័ត៌មានដែលមិនចង់ផ្សាយទេក៏ប៉ុន្តែវាកាត់ឡើងហើយរឿងដែលវាកាត់ឡើងហើយថ្ងៃនេះគឺសមាគមខ្មែរមួយនៅអាមេរិកនេះដែលដុតដៃដុតជើងជ្រោមជ្រែងរៀបចំអង្គាសថវិកាលើកស្ទួយលោក Alfaro ដើម្បីយកលុយនឹងទៅសាងសង់សាលារៀនដែលថៃបាញ់កំទេចនៅឯប្រទេសខ្មែរនោះឥឡូវនេះក្រោយម្ចាស់គណនី Facebook The Morning Show លោកសារៈបានថ្លែងសារអំពីថាលែងទុកចិត្តបរទេសដែលសម្ដៅទៅលើលោក Michael Alfaro នេះពីរឿងលុយកាក់ពីរឿងអីនេះឥឡូវចូលដល់ផ្លូវបំបែកហើយរឿងនេះខ្ញុំថាវាជារឿងគួរឲ្យសោកសៅមែនតើយើងកំពុងតែឆ្លោះគ្នាជាមួយថៃខ្មែរយើងឆ្លោះគ្នារឿងចាច់លុយគ្នាអត់ត្រូវហ៎បងប្អូនហើយរឿងលុយកាក់នេះវាជាការពិតដែរវាមកយោមកប៉ុន្តែខ្ញុំជឿថារឿងវាអាចធំជាងហ្នឹងឥឡូវសមាគមខ្មែរមួយនៅសហរដ្ឋអាមេរិកប្រកាសចែកផ្លូវគ្នាជាមួយលោក Michael Alfaro រឿងប្រមូលលុយហើយសេចក្តីថ្លែងការណ៍របស់សមាគមខ្មែរនៅរដ្ឋ North Carolina នេះគឺច្រើនទំព័រណាបងប្អូនមានដល់ទៅ3ទំព័រឯណោះដែលបានចេញនៅប្រហែលម៉ោងមុននេះក៏ប៉ុន្តែសមាគមខ្មែរនេះតបទៅសាររបស់លោក Michael Alfaro ដែរទេប៉ុន្តែមុននឹងខ្ញុំលើកឡើងអំពីសេចក្តីថ្លែងការណ៍របស់សមាគមខ្មែរនេះខ្ញុំចង់ឲ្យបងប្អូនស្ដាប់សាររបស់ Michael Alfaro តើគាត់ថ្លែងយ៉ាងម៉េចរហូតតតែសមាគមខ្មែរដែលជាអ្នកដែលរៀបចំផ្ដួចផ្ដើមឲ្យមានពិធីរៃអង្គាសប្រាក់តាំងពីដើមដំបូងហ្នឹងគឺដោយសារសមាគមខ្មែរនៅ North Carolina នេះឯងដែលលើកស្ទួយលោក Michael Alfaro យ៉ាងសម្បើមរហូតទៅឲ្យពានរង្វាន់ជាវីរៈបុរសផងទៅទទួលនៅពលានយន្តហោះផងទៅរៀបចំពិធីសពបែបយ៉ាងរហូតទៅសំបីតែពិធីមួយនៅទីក្រុង Long Beach នៅហាក់ហៀងនេះក៏ជាការផ្ដួចផ្ដើមរបស់សមាគមខ្មែរនៅរដ្ឋ North Carolina នេះដែរដែលរៀបចំសបុតយន្តហោះនិងប្រាក់ឧបត្ថម្ភជូនទៅដល់លោក Michael Alfaro ដើម្បីបានមកធ្វើពិធីនេះហ្នឹងគឺសុទ្ធតែជាការចេញរៀបចំដោយសមាគមដុតដៃដុតជើងជួយទាំងអស់ប៉ុន្តែហេតុអីបានជាមកដល់ម៉ោងហ្នឹងទៅជាល្អកកបែបនេះលោក Michael Alfaro 15ម៉ោងមុននេះបានថ្លែងសារនៅលើបណ្ដាញសង្គម Facebook របស់លោកថាអញ្ចេះថាថ្មីនេះគឺមានការវាយប្រហារបរិហាគេគាត់ដោយគ្មានភ័ស្តុតាងពីបណ្ដាបុគ្គលនិងអង្គការសមាគមហើយគាត់បានដាក់ឈ្មោះតែម្ដងគឺសមាគមខ្មែរនៅរដ្ឋ North Carolina ដែលខ្ញុំបាននិយាយអំពីថាជាអ្នកដែលផ្ដួចផ្ដើមពីដំបូងដែលធ្វើឲ្យលោក Michael Alfaro បានទៅជួបប្រជាពលរដ្ឋគ្រប់ទិសទីហ្នឹងគឺដោយសារតែសមាគមខ្មែរហ្នឹងឯងហើយឥឡូវហ្នឹងចាប់ផ្ដើមលោក Michael Alfaro ចោទប្រកាន់ថាសមាគមខ្មែរហ្នឹងបរិហាគេរបស់គាត់វិបហាតាក់ទងនឹងរឿងមូលនិធិហ្នឹងហើយគាត់ក៏បាននិយាយថាចាប់ពីម៉ោងហ្នឹងទៅគឺលោក Alfaro ថាផ្ដាច់ទំនាក់ទំនងរាល់សកម្មឲ្យទាំងលោកសួនរោនផងអានេះបានយើងកំពុងតែឲ្យត្រូវលមាស់បើមិនដូច្នេះទេគឺយើងកំពុងតែធ្វើឲ្យអាធនធានរបស់យើងនឹងវាចេះតែទៅផ្លូវមួយយ៉ាងហ្នឹងចេះតែយើងនាំគ្នាងាកទៅផ្សេងអញ្ចឹងទៅយើងបាត់បង់អាការដែលនាំគ្នាទប់អាទល់ដែនរបស់យើងហ្នឹងកុំឲ្យថៃឈ្លានពាននឹងប្រមូលដីរបស់យើងមកវិញណាបងប្អូនខ្ញុំអស់ប៉ុណ្្នឹងហើយបងប្អូនខ្ញុំនឹងជួបបងប្អូនទៀតនៅរាត្រីថ្ងៃស្អែកតាមពេលវេលានឹងម៉ោងប្រហាក់ប្រហែលនេះបាទសូមអរគុណបងប្អូនចំពោះការអត់ធ្មត់ទទួលទានបង្អែមលៀងមាត់មកផ្ទះធំបើទោះបីជាយប់ជ្រៅណាស់ទៅហើយរាត្រីសួស្ដីបងប្អូននៅប្រទេសកម្ពុជាអរុនសួស្ដីបងប្អូននៅស្រុកអាមេរិកថ្ងៃនេះជាព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍សូមរីករាយជួបជុំក្រុមគ្រួសារនិងមិត្តភ័ក្តិពេលសម្រាប់ពីការងារនេះហើយបងប្អូននៅប្រទេសកម្ពុជាសូមទទួលទានដំណេកឲ្យលងលក់ស្កប់ស្កល់ហើយសូម
ជូនពរឲ្យកម្ពុជាយើងបោះវាជាឆ្ងាយពីព្យុះមាននេះហើយឆាប់រកការផ្សះផ្សាត្រូវរើគ្នានិងទាមទារដែនដីរបស់យើងបានមកវិញឲ្យគ្រប់ចំនួនកុំឲ្យបាត់1 មីលីម៉ែត្រណាបាទសូមអរគុណសូមជម្រាបលា